សួស្តីអ្នកទាំងអស់គ្នាតោះឥឡូវមកមើលភូមិខ្មែរអ្នកធ្វើទាំងអស់គ្នាមែនតើខ្ញុំអត់មានចេតនាក្នុងការថតវីដេអូអីទេប៉ុន្តែវាចៃដន្យដែលខ្ញុំទៅកាត់ភូមិខ្មែរអ្នកធ្វើហ្នឹងណាបាទខ្ញុំទៅញ៉ាំបាយថ្ងៃត្រង់ឯអ្នកទាំងអស់គ្នានៅផ្សារទំនើបជីបម៉ុងមេហ្គាម៉លផ្លូវ271ហ្នឹងហើយក៏ដើរទៅឃើញបាទឃើញគេដាក់ភូមិខ្មែរអ្នកធ្វើហើយឃើញការដេកខ្លោងទ្វារគេតាក់ទាញយើងមែនតើឲ្យយើងចង់ចូលទៅមើលបាទដល់ពេលខ្ញុំចូលទៅក៏នៅដើរចូលទៅឃើញការរៀបចំដេកឲ្យផ្សេងការសម្ភារៈឲ្យផ្សេងហ្នឹងគឺសុទ្ធតែជារបស់ខ្មែរដោយគេដាក់ផ្លាកខាងមុខអត់ខមមែនថាភូមិខ្មែរអ្នកធ្វើអញ្ចឹងសម្ភារៈខាងក្នុងហ្នឹងយើងប្រកាសថាសុទ្ធតែជារបស់ខ្មែរហើយពេលចូលទៅដល់ខាងក្នុងអ្នកទាំងអស់គ្នាឃើញតូបច្រើនមែនតើបាទតូបទាំងអស់ហ្នឹងមានលក់ជាផ្ដៅបាទមានលក់ជាសូត្រមានលក់ជាអីផ្សេងហើយធ្វើឲ្យខ្ញុំហ្នឹងចាប់អារម្មណ៍ក្នុងការថតវីដេអូដើម្បីផ្សព្វផ្សាយផលិតផលរបស់ខ្មែរយើងហើយក៏ដូចជាផ្ដល់ព័ត៌មានទៅអ្នកទាំងអស់គ្នាដែលនៅក្បែរផ្សារនោះឬក៏ចាប់អារម្មណ៍ក្នុងការទៅមើលដើម្បីគ្រប់គ្រងផលិតផលខ្មែររបស់យើងទាំងអស់គ្នាអញ្ចឹងនៅខាងក្នុងហ្នឹងណាគេមានជាសម្ភារៈប្រើប្រាស់គេមានជាសម្លៀកបំពាក់គេមានជាម្ហូបអាហារហើយម្ហូបអាហារច្រើនបាទមានច្រើនប្រភេទដែលយើងអាចជ្រើសរើសបានអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាពេលថ្ងៃត្រង់អីចង់ទៅញ៉ាំបាយអីអត់ដឹងទៅណាអាចទៅកន្លែងហ្នឹងបាទយើងអាចទៅញ៉ាំអាហារនៅកន្លែងហ្នឹងហើយយើងក៏អាចទិញសម្ភារៈអីផ្សេងដែរហើយជាពិសេសហ្នឹងគឺយើងបានគ្រប់គ្រងផលិតផលខ្មែររបស់យើងផ្ទាល់តែម្ដងនិយាយទៅនេះជាលើកទី1ដែលខ្ញុំឃើញផ្សារទំនើបដែលគាត់រៀបចំបែបហ្នឹងណាប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាធ្លាប់ឃើញកន្លែងផ្សេងរៀបចំអញ្ចឹងក៏ប្រាប់ខ្ញុំផងប៉ុន្តែបើចំពោះខ្ញុំវិញខ្ញុំលើកទី1ដែលខ្ញុំឃើញបាទពិតជាលយមែនតើខ្ញុំសូមកោតសរសើរតាក់ទងជាមួយនឹងផ្សារជីបម៉ុងដែលគាត់បានរៀបចំអញ្ចឹងបាទវាតាក់ទាញទាំងយើងវាតាក់ទាញទាំងអ្នកផ្សេងហើយក៏បានជួយផ្សព្វផ្សាយពីផលិតផលខ្មែររបស់យើងនៅក្នុងស្រុកឲ្យគ្នាយើងបានប្រើប្រាស់ដូចគ្នាដែរនិយាយអញ្ចឹងមិនថាខ្ញុំប្រម៉ូទឲ្យផ្សារជីបម៉ុងណាបាទប៉ុន្តែខ្ញុំឃើញគេរៀបចំបានល្អមែនហើយអ្វីដែលខ្ញុំចង់ផ្សព្វផ្សាយនេះគឺខ្ញុំចង់ផ្សព្វផ្សាយពីផលិតផលរបស់ខ្មែរយើងទាំងអស់គ្នាទេអញ្ចឹងឲ្យតែឃើញផលិតផលរបស់ខ្មែរគឺខ្ញុំចង់ផ្សព្វផ្សាយខ្ញុំចង់ថតឲ្យអ្នកផ្សេងគាត់បានដឹងហើយនឹងបានគ្រប់គ្រងទាំងអស់គ្នាដែរកុំឲ្យថាយើងមានរបស់យើងហើយយើងអត់បានផ្សព្វផ្សាយមកឥឡូវយើងមើលបរិយាកាសខាងក្នុងម្ដងណាអ្នកទាំងអស់គ្នាឃើញគេមានតុមានកៅអីរៀបចំសម្រាប់យើងញ៉ាំអីណាហើយយើងមានជំរើសបាទមានតូបច្រើនដែលខ្ញុំជម្រាបជូនចឹងថាមានស្តង់មានតូបគេច្រើនមែនតើលក់ម្ហូបលក់ចំណីចំណុកអីផ្សេងគ្នាទាំងអស់ចឹងយើងមានជំរើសច្រើនណាហើយពេលដែលយើងទិញហើយយើងអាចមកអង្គុយនៅតុនឹងញ៉ាំបានបរិយាកាសគេល្អបាទមានអារម្មណ៍ថា fresh តែម្ដងនេះបើសិនជាយើងមានគ្នាច្រើនណាហើយពីសួរគ្នាអត់ដឹងថាញ៉ាំអីអាចនាំគ្នាទៅកន្លែងហ្នឹងហ្មងបាទហើយចឹងអ្នកណាញ៉ាំអីរៀងខ្លួនទៅបាទហើយយើងមកញ៉ាំនៅតុជុំគ្នាបានយ៉ាងស្រួលតែម្ដងមែនទេដល់ពេលចឹងទៅអត់ប្របាក់បកាយគ្នាថាអ្នកនេះចង់ញ៉ាំអានេះអ្នកនេះចង់ញ៉ាំអានោះអីអញ្ចឹងទៅគឺជំរើសរៀងខ្លួនហើយយើងមកញ៉ាំជុំគ្នាហើយតាក់ទងជាមួយអ្នកដែលគាត់ធ្វើរបស់ញ៉ាំនៅហ្នឹងក៏យើងមើលទៅមានអនាម័យល្អដែរបាទហើយនៅក្នុងហ្នឹងដែរក្រៅពីរបស់ញ៉ាំទូទៅមានបាយមានម្ហូបអីផ្សេងមានមីមានអីមាននំបញ្ចុកអីណាទាំងអស់គ្នាសូម្បីតែមជូរវត្តភ្នំ168ដែលអ្នកទាំងអស់គ្នាអ្នកចូលចិត្តមជូរច្បាស់ជាស្គាល់ហើយតាក់ទងជាមួយនឹងហាងហ្នឹងល្បីមែនតើក៏មាននៅក្នុងហ្នឹងដែរបាទមានច្រើនជំរើសសម្រាប់ឲ្យអ្នកទាំងអស់គ្នាជ្រើសរើសបាទអញ្ចឹងខ្ញុំថាទៅកន្លែងហ្នឹងទៅគឺមិនខកបំណងទេនាំគ្នាទៅច្រើនញ៉ាំគឺជំរើសរៀងខ្លួនហើយពេលញ៉ាំហើយគឺយើងអាចដើរ shopping នៅកន្លែងហ្នឹងដើរថតរូបថតអីនៅខាងក្នុងហ្នឹងក៏បានដែរនេះអ្នកទាំងអស់គ្នាគាត់តែឃើញអ្នកមន់ពងកន្លែងនេះខ្ញុំឃើញគាត់ធ្វើសាច់កន្លែងនេះគឺតំណងមែនតើបាទគាត់តែឃើញហ្នឹងឃ្លានបាយតែម្ដងការរៀបចំរបស់គាត់កន្លែងមួយហ្នឹងគេមានការរៀបចំរៀងខ្លួនហើយតាក់ទងជាមួយនឹងការលក់ដូរពីតូបមួយទៅតូបមួយអត់ជាន់គ្នាទេខុសគ្នាហ្មងពីមួយតូបទៅមួយតូបអញ្ចឹងគេលក់អត់ជាន់គ្នាអញ្ចឹងយើងមានជំរើសផ្សេងគ្នាទាំងអស់នេះឥឡូវមកដល់នំបញ្ចុកខ្មែរយើងនំបញ្ចុកក៏គេរៀបចំលយដែរណាទាំងអស់គ្នានេះខ្ញុំដើរកាត់ទៅចៃដន្យឃើញគាត់កំពុងតែដាក់គ្រឿងបាទបងគាត់កំពុងរៀបចំដាក់គ្រឿងឃើញតំណងបាទគួរឲ្យឆ្ងាញ់ណាទាំងអស់គ្នាហ្នឹងហើយនំបញ្ចុកខ្មែរយើងណាជាទូទៅអ្នកដែលគាត់ញ៉ាំបាយហើយគាត់តែងតែរកផ្អែមហើយអញ្ចឹងនៅកន្លែងនេះអ្នកទាំងអស់គ្នាមិនចាំបាច់ទៅណាឆ្ងាយទេគឺផ្អែមមានលក់នៅក្នុងនឹងតែម្ដងអញ្ចឹងខ្ញុំថាកន្លែងនេះគឺជាជម្រើសដែលល្អបំផុត
ចឹងពេលដែលយើងញ៉ាំរួចរាល់ហើយយើងចេញមកវិញយើងអាចទិញជាវត្ថុអនុស្សាវរីយ៍បានវត្ថុអនុស្សាវរីយ៍មានដូចជាអាវមានជាកងដៃមានជាសម្ភារៈផ្សេងជាខ្សែកកងពាក់កយផ្សេងរបស់គេមានច្រើនមកហើយសុទ្ធតែជាផលិតផលរបស់ខ្មែរយើងតែម្ដងគេមានជាផលិតផលធ្វើពីស្នែងមានចេញពីថ្មពីអីថ្មអំពិលពណ៌ថ្មផ្សេងខ្ញុំអត់សូវច្បាស់ដែរទេខ្ញុំគាត់ទៅសួរគេខ្លះអញ្ចឹងណាអូខេអញ្ចឹងអ្នកទាំងអស់គ្នាមើលវីដេអូមួយនេះហើយបើគិតថាល្អសូមជួយចែកម្លែកទាំងអស់គ្នាហើយសូមចូលរួមគាំទ្រផលិតផលខ្មែរយើងទាំងអស់គ្នាអរគុណច្រើនសម្រាប់ការទស្សនាវីដេអូមួយនេះ